យោងទៅតាមសារព័ត៌មាន Reuters យោងទៅតាមសារព័ត៌មាន Reuters សំណើរបស់អេរ៉ង់ទាមទារបញ្ចប់សង្គ្រាមនិងលើកទណ្ឌកម្មតាមសារព័ត៌មាននេះបើយោងទៅតាមសារព័ត៌មានអេរ៉ង់បានស្នើសុំបញ្ចប់សង្គ្រាមទៅសហរដ្ឋអាមេរិកតាមអ្នកសម្របសម្រួលប៉ាគីស្ថានដើម្បីទាមទារបញ្ចប់សង្គ្រាមទាំងស្រុងនិងការលើកលែងទណ្ឌកម្មលើអេរ៉ង់វាជាចំណុចសំខាន់ក្នុងករណីនោះអេរ៉ង់ក៏បានទាមទារបញ្ចប់សង្គ្រាមវាយប្រហារគ្រប់ស្មរភូមិរួមទាំងប្រទេសលីបង់ដកការបិទផ្លូវសមុទ្រជុំវិញអេរ៉ង់ដកការបិទផ្លូវជុំវិញសមុទ្រអេរ៉ង់លើកលែងទណ្ឌកម្មការលក់ប្រេងរបស់អេរ៉ង់លើកលែងទណ្ឌកម្មការលក់ប្រេងរបស់អេរ៉ង់បង្កើតប្រព័ន្ធថ្មីសម្រាប់សុវត្ថិភាពនាវាចរនៅច្រកសមុទ្រហូម៉ូសបង្កើតប្រព័ន្ធថ្មីសម្រាប់នាវាចរនៅច្រកសមុទ្រហូម៉ូសប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំបានឆ្លើយតបទៅវិញដូចនេះថាមិនទទួលយកលក្ខខណ្ឌរបស់អេរ៉ង់ទាំងអស់នោះទេមិនទទួលយកលក្ខខណ្ឌរបស់អេរ៉ង់មាន4ចំណុចដូចខាងលើនោះទេឥឡូវយើងចាំមើលតើទៅជាយ៉ាងណាសង្គ្រាមអេរ៉ង់ជាមួយនឹងអាមេរិកអ៊ីស្រាអែលឥឡូវអ៊ីស្រាអែលវាយប្រហារទៅលើតំបន់កាសាស្លាប់មនុស្សអស់4នាក់ទៀតហើយចំណែកឯលោកប្រធានាធិបតីលោកពូទីនក៏បានថ្លែងនៅសន្ទរកថាមួយទៅកាន់សារព័ត៌មាន Reuters ដែរបើយកទៅតាមសារព័ត៌មាន Reuters គេបានចុះថាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីលោកពូទីនបញ្ជាក់ថាជិតដល់ទីបញ្ចប់ហើយដែរអញ្ចឹងយើងចាំមើលតាមដានឲ្យសារព័ត៌មានធំទាំងអស់ជាមួយខ្ញុំបាទ